ទឹកប្រហុកបុកល្ហុងធ្លាប់តែទិញគេយកមកញ៉ាំហើយអត់ឆ្ងាញ់ហើយអត់សូវដិតទៀតនេះខ្ញុំមកធ្វើខ្លួនឯងញ៉ាំម្ដងហើយរសជាតិវិញដិតឆ្ងាញ់ជាងគេឆ្ងាញ់អញ្ចឹងយើងមកមើលវិធីធ្វើទាំងអស់គ្នាយើងយកម្ដងមកផ្លែតូចចិត្តដូចខ្ញុំអញ្ចឹងមកខ្ទឹមសខ្ញុំយក2ដុំមកយើងយកដុតវាឲ្យវាឡើងឈ្ងុយហើយចាប់ដើមដាក់ម្នាស់ចូលក្នុងឆ្នាំងឬក៏ខ្ទះយើងមកដាក់ឲ្យវាឡើងឈ្ងុយដាក់ស្ករក្រហមចូលមកស្ករក្រហមខ្ញុំដាក់ខ្ទង់ប្រហែលជាកន្លះគីឡូបងប្អូនហើយយើងកូរវាតតែស្ករក្រហមយើងនឹងឡើងលាយល្អហើយយើងបន្តកូរទៀតតតែស្ករយើងនឹងឡើងពុះហើយឡើងក្រហមហើយយើងដាក់ខ្ទឹមសចូលហើយដាក់ប្រហុកនេះខ្ញុំដាក់ខ្ទង់ប្រហែលជា3ខាំបងប្អូនបន្តមកទៀតយើងដាក់កាពិខ្ញុំដាក់2ស្ពាយបាយធំៗបងប្អូនហើយយើងថែមប៊ីចេងបន្តិចមកប៊ីចេងខ្ញុំដាក់2ស្ពាយកាហ្វេហើយញ៉ាំទឹកត្រីវិញខ្ញុំដាក់កន្លះចានចង្កឹះហើយយើងកូរវាទៀតមកកូរវាឲ្យកាពិហើយនឹងគ្រឿងយើងនឹងចូលគ្នាល្អបន្តមកទៀតចាប់ដើមចាក់ទឹកសាបយើងចូលទឹកសាបនឹងខ្ទង់ប្រហែលជាកន្លះលីត្របងប្អូនហើយយើងងាស់វាទុកកន្លះម៉ោងមកមើលតែវាជិតឆ្អិនយើងថែមអង្ករលីងបន្តិចមកបងប្អូនហើយយើងកូរអង្ករលីងយើងនឹងឲ្យសព្វល្អសិនមកហើយយើងងាស់វាទៀតមកណាបងប្អូនងាស់តាមផ្លែតបានណាងាស់ខ្ទង់តែ10នាទីទៀតមកបានហើយរួចជាការស្រេចហើយយើងទុកវាឲ្យត្រជាក់សិនមកបន្តមកទៀតចាប់ដើមយកម្នាស់ហើយនឹងខ្ទឹមសហ្នឹងយើងស្រង់វាចេញមកហើយយើងយកកត្រងមកយកមកច្រោះឆ្អឹងកុំឲ្យឆ្អឹងប្រហុកឆ្អឹងអីចូលឡងបងប្អូនហើយសម្រាប់ទឹកប្រហុកនេះយើងឲ្យរក្សាទុកបានរហូតដល់កន្លះខែទៅ1ខែបងប្អូនអើយសម្រាប់ខ្ញុំម្ដង1ខែកន្លះខែបងប្អូនអើយតែ3 4ថ្ងៃទៀតនឹងអស់បាត់ហើយសម្រាប់រសជាតិបងប្អូនអើយដិតឆ្ងាញ់ណាស់ឡើងឈ្ងុយប្រហុកឈ្ងុយកាពិហ្មងអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងឯងកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់ភ្លេចជួយ like ជួយ share វីដេអូបងប្អូនផងអរគុណ